ដោយសារតែ Seals of ស្ត្រីដែលពាក់ការតុបតែងមុខខ្លាំងពេកបុគ្គលិកចេញភ្លាមដោយភ័យស្លន់ស្លោភ្លាមពេលពួកគេនិយាយថាគាត់ជាត្រឡប់មកពីវិសមកាលវិញបន្ទាប់មកពួកគេទាំងអស់គ្នាស្លៀកពាក់ឈុតនឹងអាវធំរួមគ្នាទទួលបានរួចជាស្រេចដើម្បីស្វាគមន៍នាយកប្រតិបត្តិទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុននោះក្មេងស្រីមិនដឹងពីច្បាប់ទាំងនេះទេនាងបានប្រុងប្រយ័ត្ននៅពេលនោះមួយអ្នកគ្រប់គ្រងដែលមិនចូលចិត្តនាងដោយចេតនាបានរុញនាងទៅមុខប៉ុន្តែគ្មាននរណាម្នាក់រំពឹងទុកក្មេងស្រីនោះដោយចៃដន្យទីមើលស៊ីវនៅលើមាត់មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលក្មេងស្រីគិតថានាងរួចរាល់ហើយយ៉ាងឆាប់រហ័សបានសុំទោសនាយកប្រតិបត្តិប៉ុន្តែនាយកប្រតិបត្តិស្រាប់តែអបនាងហើយនិយាយដដែលគាត់នឹកនាងខ្លាំងណាស់ក្មេងស្រីនោះមានអារម្មណ៍ចម្លែកណាស់នាងមិនស្គាល់បុរសម្នាក់នេះតតែសោះអ្វីដែលធ្វើឲ្យនាងភ្ញាក់ផ្អើលថែមទៀតនោះគឺថាបុរសម្នាក់បានបញ្ជាឲ្យជំនួយការរបស់គាត់ឡើងឋានៈនាងដើម្បីត្រួតពិនិត្យនាងជាមួយនឹងប្រាក់ខែប្រចាំឆ្នាំចំនួន$5,000,000បន្ទាប់មកគាត់បាននាំក្មេងស្រីនោះចូលទៅក្នុងការិយាល័យភ្លាមហើយបានចាប់ផ្ដើមកំពុងពិនិត្យមើលថាតើនាងរងរបួសឬអត់ដូចជាក្មេងស្រីហៀបនឹងសួរគាត់អំពីការដំឡើងប្រាក់ខែបុរសនោះស្រាប់តែផ្អៀងទៅនៅលើស្មារបស់នាងហើយងុយគេងនៅពេលនោះភ្លាមនោះភ្នែករបស់គាត់ភ្លឹបផ្លែតដោយចម្លែកមួយលឺហើយគាត់ភ្ញាក់ឡើងភ្លាមប៉ុន្តែនៅការចងចាំពីពេលនេះគាត់បានស្ដីបន្ទោសក្មេងស្រីនោះចំពោះការហ៊ានចូលទៅក្នុងការិយាល័យរបស់គាត់បានឲ្យជំនួយការរបស់គាត់ហើយបានប្រកាសនៅលើដោយគ្មានការអនុញ្ញាតបន្ទាប់មកគាត់ភ្លាមកន្លែងដែលក្មេងស្រីនោះត្រូវបានបណ្ដេញចេញទាំងក្មេងស្រីនិងអ្នកនៅឆ្ងាយមានការភ្ញាក់ផ្អើលក្មេងស្រីបានចោទប្រកាន់បុរសនោះថាដូចជាមានជំងឺវិកលចរិតប៉ុន្តែត្រូវបានបង្ខំដោយស្ថិតក្នុងស្ថានភាពបែបនេះនាងត្រូវចាក់ចេញដោយកំហឹងយ៉ាងណាមិញពេលនាងចេញទៅភ្លាមបុរសនោះក៏ថាប់ដង្ហើមដោយសារដុំស្គរពេលកំពុងផឹកកាហ្វេសម្លេងខ្លាំងបានតាក់ទាញទាំងជំនួយការនិងក្មេងស្រីនោះត្រឡប់មកវិញពេលឃើញគ្រាអាសន្នក្មេងស្រីនោះបានតែដៃអបអសាទរនាយកប្រតិបត្តិពូយ៉ាងភ័យស្លន់ស្លោពេលនាងឃើញដូច្នោះបុរសនោះបានសន្លប់នាងបានរុញគាត់ទៅដីហើយបានផ្ដល់ឲ្យគាត់នៅសិទ្ធិនិមិត្តការដកដង្ហើមបន្ទាប់ពីបុរសនោះសញ្ញាទាំងអស់បានវិលត្រឡប់មករកភាពធម្មតាវិញអ្នកគ្រប់គ្រងដែរមិនពេញចិត្តនឹងក្មេងស្រីនោះបានប្រាប់នាងឲ្យចាក់ចេញពីក្រុមហ៊ុនយ៉ាងលឿនហើយក្មេងស្រីនោះត្រូវតែចាក់ចេញដោយគ្មានទីពឹងបន្ទាប់ពីក្មេងស្រីនោះចាក់ចេញទៅទីបំផុតស៊ីអូបានភ្ញាក់ឡើងភ្នែករបស់គាត់ក៏ភ្លឺឡើងភ្លឹបផ្លែដំដងទៀតបន្ទាប់មកគាត់ភ្លាមនោះគាត់បានសួរជំនួយការរបស់គាត់ថាតើនៅឯណាក្មេងស្រីនោះត្រូវបានបណ្ដេញចេញគាត់ពិតជាមានទុកព្រួយណាស់ខឹងសម្បាហើយទាមទារឲ្យដឹងថាអ្នកណាជាអ្នកបើកឡាននាងចេញទៅពេលដឹងថាខ្លួនគាត់ផ្ទាល់គឺជាអ្នកដែលបណ្ដេញនាងចេញគាត់បានបញ្ជាជំនួយការរបស់គាត់ឲ្យទៅរកនាងភ្លាមជំនួយការគិតថាបុរសនោះមានគ្រុនក្តៅប៉ុន្តែថ្ងាសរបស់គាត់មិនក្តៅទេបុរសនោះបានដឹងថាលើនេះគាត់មានពីរបុគ្គលិកលក្ខណៈនិងដើម្បីការពារការលើកទី2របស់គាត់បុគ្គលិកលក្ខណៈពីការបណ្ដេញក្មេងស្រីនោះគាត់បានចុះហត្ថលេខាលើកិច្ចសន្យាមួយដែលបញ្ជាក់ថាប្រសិនបើគាត់បានបណ្ដេញនាងចេញទ្រព្យសម្បត្តិទាំងអស់របស់គាត់នឹងត្រូវបាត់បង់បានផ្ដល់ឲ្យនាងជំនួយការមានការចង់ដឹងចង់ឃើញហេតុអ្វីបានជាបុរសនោះស្រាប់តែចូលចិត្តចំពោះក្មេងស្រីធម្មតាម្នាក់ប៉ុន្តែបុរសនោះរឹងរូសបានប្រាប់គាត់ថាស្ត្រីនោះជាប្រពន្ធរបស់គាត់